កូនសិស្សព្រះអរហន្តដែលមករលឹកលោកគ្រូអាចារ្យនៅជាបឋមជនគ្រូអាចារ្យនឹងចិត្តតែរវល់សួរធัวអីថារវល់ទៅព្រះអរហន្តនឹងលោកថាលោកអាចារ្យរវល់រត់ទៅពេលស្លាប់គ្មានណោះតែថាអញ្ចឹងទៅភ្ញាក់ខ្លួនទៅហ្នឹងឯងមើលពាក្យហ្នឹងឯងរវល់រត់ទៅពេលស្លាប់គ្មានបានន័យថាម៉េចពាក្យហ្នឹងពាក្យរំលឹកតាមពិតបើក្តីស្លាប់មកដល់យើងអត់មានយល់លេសថារវល់រឿងអីហើយអត់ព្រមស្លាប់អត់បានទេអញ្ចឹងយើងរវល់គ្រប់តែគ្នាមិនបាច់ស្លាប់ទេអញ្ចឹងបើអាក្តីស្លាប់នឹងខ្លាចយើងរវល់ស្ដាប់បង្កប់យើងហ្នឹងឯងហើយចុះតែយើងរវល់រឿងអីរវល់រឿងអីក៏ដោយតែដល់ពេលស្លាប់ហើយស្លាប់ហើយហ្នឹងឯងយើងអត់អាចថារវល់រឿងអីហើយមិនព្រមឯណាមានតែសោកសៅដោយសារតែយើងអត់បានរកទីពឹងនឹងឲ្យបានមមតំទៅហើយបដិសេធជាមួយឈឺអត់បានត្រូវសោកសៅបដិសេធជាមួយស្លាប់អត់បានត្រូវកើតទុក្ខកន្ទក់កន្ទិញហ្នឹងហើយក៏ទៅទាំងអាឡោះអាឡៃនឹងចឹងទៅចឹងបានយើងត្រូវមានមរណសតិហើយត្រូវអប់រំបញ្ញាឲ្យឃើញធម្មតាធัวហើយអ្វីដែលត្រូវលះបង់គឺយើងលះបង់ឲ្យហើយទៅកុំចាំបាច់តតែស្លាប់បានថាយើងលះបង់អីអានឹងរឿងស្លាប់វាដោយសារយើងប្រកែកអត់បានយើងមិនព្រមដោយបញ្ញាឯណាមើលបើតើនេះយើងអប់រំជាប្រកដីឲ្យឃើញថាធម្មតាចិត្តដឹងអារម្មណ៍ណាហើយតែងលះអារម្មណ៍នឹងទៅណាចិត្តដឹងអារម្មណ៍ណាហើយតែងលះអារម្មណ៍នឹងទៅគ្រប់ដួងទាំងអស់អាហ្នឹងបញ្ញាយើងបានដឹងការពិតចឹងទៅគឺយើងដឹងថាអ្វីក៏ត្រូវលះចោលដែរវាច្បាប់ធម្មជាតិហ្នឹងវាត្រូវតែលះបង់ចឹងប៉ុន្តែវាមិនមែនទីពឹងរបស់យើងនៅត្រង់ដែលថាអារម្មណ៍របស់ចិត្តហ្នឹងឲ្យជារបស់យើងមិនមែនទេមិនទីពឹងនៅត្រង់របស់យើងនឹងទេទីពឹងវានៅត្រង់ចិត្តដែលដឹងអារម្មណ៍ណាហើយចិត្តនឹងសន្សំដណ្ដើមជាកុសលវាដូចជាញាតិញោមណែធ្វើការប្រាក់នឹងសន្ធឹកច្រើនណាស់ហ្នឹងឯងគឺថាប្រាក់ហ្នឹងទោះជាយើងអត់បានធ្វើអីក៏វាអត់បានជាទីពឹងក្នុងចិត្តរបស់យើងដើម្បីលះបាបដើម្បីសន្សំសន្តាននៅក្នុងការទំនុកបំរុងពុទ្ធសាសនាទៅទេហើយស្លាប់ទៅក៏ចោលហ្នឹងឯងប៉ុន្តែដល់ទៅជាវណ្ណចិត្តនេះដែលយើងបានធ្វើទានហ្នឹងជាវណ្ណចិត្តណាដែលសម្រាប់ជាទានហ្នឹងយើងនិយាយថាយើងធ្វើមែនប៉ុន្តែតាមពិតមានយើងឯណាក្រៅតែពីចិត្តប្រកបដោយចេតនាជាមហាកុសលហ្នឹងដែលកើតឡើងហើយវាសន្សំក្នុងសន្តាននៃចិត្តហ្នឹងអាហ្នឹងដែលជាខ្លឹមសារនៃជីវិតហ្នឹងវាដូចជាមេឃុំដែលយកកេសរផ្កាបានមកធ្វើជាក្បាលទឹកអញ្ចឹងក្បាលទឹកឃុំផ្អែមហ្នឹងអាហ្នឹងគឺដោយសារកេសរផ្កាហ្នឹងឯងយ៉ាងណាមិញមហាកុសលនេះឯងទៀតមហាកុសលសពគ្រប់ដែលសន្សំក្នុងចិត្តសន្តានហ្នឹងអាហ្នឹងជាកេសរផ្កាទានូបនិស្ស័យសីឡូបនិស្ស័យភាវនូបនិស្ស័យដែលឲ្យសម្រេចលោកកតរៈមគ្គលោកកតរៈវិបាកហ្នឹងឯងដោយឧបនិស្ស័យទាំង3ហ្នឹងហើយចិត្តហ្នឹងចិត្តសន្តានហ្នឹងគឺប្រព្រឹត្តទៅដូចជាមេឃុំអញ្ចឹងហ្នឹងឯងវាបានកេសរផ្កាហ្នឹងមកសន្សំទៅបានទៅជាក្បាលទឹកដូច្នេះវានៅត្រង់ឧបនិស្ស័យដែលសន្សំក្នុងចិត្តសន្តានហើយចិត្តសន្តានដែលសន្សំហ្នឹងគឺជាវណ្ណណាជាវណ្ណចិត្តវាកើតតាមផ្លូវភ្នែកជាច្មោះអណ្ដាតកាយចិត្តហ្នឹងអាហ្នឹងគឺជាវណ្ណចិត្តជាវណ្ណចិត្តហ្នឹងឯងដែលសន្សំសន្តានដែលហៅថាចិត្តណាដែលឈ្មោះថាចិត្តដោយអត្ថាសន្សំសន្តានដោយអំណាចជាវនៈវិថីហ្នឹងឯងអញ្ចឹងវាអត់សំខាន់នៅលើអារម្មណ៍អីនោះទេអារម្មណ៍ដែលចិត្តដឹងរូបដឹងសម្លេងដឹងក្លិនដឹងរសដឹងផតពៈហ្នឹងអារម្មណ៍ហ្នឹងមុខតែចោលទៅទេចិត្តដឹងអារម្មណ៍ណាហើយរមែងរលត់ចោលអារម្មណ៍នោះអត់មានយកអារម្មណ៍ហ្នឹងមកទេប៉ុន្តែជាវណ្ណចិត្តដែលដឹងអារម្មណ៍ហ្នឹងបើជាកុសលនេះឯងគឺទេនូបនិស្ស័យសីឡូបនិស្ស័យភាវនូបនិស្ស័យ
ដែលឲ្យសម្រាប់លោកកតរៈធัวដែលប្រៀបដូចជាក្បាលទឹកឃ្មុំនោះនឹងឯងចឹងឲ្យយើងយល់ពីខ្លឹមសារនៃជីវិតកន្លែងហ្នឹងហើយដល់ពេលយើងយល់ពីខ្លឹមសារនៃជីវិតទៅវាប្រសិជ្ជាអាការហួងហែងណាអាការហួងហែងទៅលើអីទៅលើអារម្មណ៍ស្អីអារម្មណ៍ហ្នឹងអ្វីណាដែលចិត្តដឹងអ្វីនោះហៅថាអារម្មណ៍ហ្នឹងនិយមន័យបញ្យល់ពាក្យអារម្មណ៍គឺថាអ្វីណាដែលចិត្តដឹងអ្វីនោះហៅថាអារម្មណ៍អានឹងប្រើជាផ្លូវការក្នុងព្រះអភិធម្មតែយើងប្រើក្រៅផ្លូវការដូចថាមានអារម្មណ៍ស្រឡាញ់ឬក៏មានអារម្មណ៍ធុញថប់អីចឹងទៅអានឹងយើងនិយាយទៅលើចិត្តចេតសិកនឹងឯងប៉ុន្តែអានឹងក្រៅផ្លូវការក្រៅមេរៀនទេតាមតែយើងស្ដាប់គ្នាបានទៅតែដោយអភិធម្មដោយបរមត្តប៉ុណ្ណាគឺពាក្យថាអារម្មណ៍ណាបញ្យលន័យដែលជាគ្រឿងតោងនៃចិត្តចេតសិកណាហ្នឹងឯងអ្វីណាដែលចិត្តដឹងអ្វីនោះហៅថាអារម្មណ៍ហើយជីវិតរស់នៅហ្នឹងគឺចិត្តដឹងអារម្មណ៍ហ្នឹងគង់នៅណាមុនទៅណាជើញនៅណាទៅណាគឺមានតែចិត្តដឹងអារម្មណ៍ហ្នឹងឯងជីវិតរស់នៅសប្ងៃហ្នឹងដឹងអារម្មណ៍ណាហើយរលត់ចោលអារម្មណ៍ហ្នឹងទៅកើតចិត្តថ្មីមកទៀតដឹងអារម្មណ៍បន្តមកទៀតហ្នឹងឯងតែមើលតើយើងបានអារម្មណ៍ហ្នឹងមកជាទីពឹងអីកើតបើគ្រាន់តែដឹងហើយរលត់ទៅហ្នឹងហ្នឹងឯងតែដូច្នេះគឺថានៅពេលដែលចិត្តដឹងអារម្មណ៍តាមទ្វារទាំង6ហ្នឹងវាមានជីវ័នចិត្ត7គណៈជាកាមាវចរៈជីវ័នអានេះឯងដែលជាការសន្សំសន្តានដោយព្រះអង្គបំពេញអភិនិហាបារមីមកអញ្ចឹងអ្វីដែលឲ្យព្រះអង្គបានជាពុទ្ធហ្នឹងគឺការសន្សំសន្តានហ្នឹងហេតុសម្បទាមកជាផលៈសម្បទាអាហ្នឹងអញ្ចឹងបាននិយាយថាពុទ្ធបរិស័ទយើងរៀនរស់នៅឲ្យសបាយជាមួយគ្នានឹងការអប់រំចិត្តមិនខឹងក្រោធ